ឯកឧត្តមសុន សុវណ្ណារិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងឧបត្ថម្ភដោយជាកសិកម្មរបស់ក្រុមហ៊ុនសុផាអាក្រូថេកពិធីប្រកាសសមាជភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាសសយក ខេត្តកំពង់ឆ្នាំងត្រូវបានរៀបចំឡើងយ៉ាងអធិកអធមដោយក្នុងនោះឯកឧត្តមសុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសសយក ខេត្តកំពង់ឆ្នាំងជាផ្លូវការពិធីនេះនៅថ្ងៃទី 9 ខែកក្កដាឆ្នាំ 2026 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណី ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដោយបានទទួលស្គាល់ឯកឧត្តមហេងពិទូជាប្រធានកិត្តិយសនិងអភិបាលខេត្តកំពង់ឆ្នាំងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងឯកឧត្តមសុន សុវណ្ណារិទ្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសសយកមជ្ឈិមជាពិសេសឯកឧត្តមហ៊ុនម៉ាណីដែលបានផ្ដល់ឱកាសនិងទំនុកចិត្តដល់រូបលោកឯកឧត្តមបានធ្វើការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការដឹកនាំនិងរួបរวมកម្លាំងយុវជនក្នុងខេត្តកំពង់ឆ្នាំងឲ្យកាន់តែមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំបន្តជំរុញសកម្មភាពមនុស្សធម៌ការងារសង្គមនិងការអភិវឌ្ឍសមត្ថភាពយុវជនដើម្បីជាប្រយោជន៍ដល់សហគមន៍រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយជាតិរើពីកិច្ចការងារនេះឯកឧត្តមអភិបាលខេត្តបានប្រគល់ជូនដីចំនួន1ហិកតានៅចំណុចបឹងធំដើម្បីសាងសង់ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងឯកឧត្តមហ៊ុនម៉ាណីបានសម្ដែងនៅការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមសុន សុវណ្ណរិទ្ធនិងសមាជិកសមាជិកាដែលទើបទទួលបានការតែងតាំងថ្មីឯកឧត្តមប្រធានសសយកជាតិបានគូបញ្ជាក់និងផ្ដល់ណែនាំសំខាន់ដល់ក្រុមការងារខេត្តរួមមានយុវជនគឺជាសទ្រូងនិងជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍប្រទេសជាតិសសយកខេត្តកំពង់ឆ្នាំងត្រូវតែបន្តធ្វើជាគំរូដ៏ល្អក្នុងការស្ម័គ្រចិត្តបម្រើប្រជាជននិងចូលរួមរាល់សកម្មភាពសង្គមដោយមិនខ្លាចនឿយហត់ទន្ទឹមនឹងនេះឯកឧត្តមហ៊ុនម៉ាណីក៏បានរំលឹកដល់សមាជិកទាំងអស់ឲ្យបានតថែរក្សាស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងខិតខំបំពាក់បំពាន់ចំណេះដឹងនិងជំនាញថ្មីដល់យុវជននៅក្នុងមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមឌីជីថលនិងសេដ្ឋកិច្ចជាតិ